ម៉ែមិនលំអៀងទេប៉ុណ្ណឹងហើយនៅថាមិនលំអៀងទៀតម៉ាលីស្ដាប់ម៉ែសិនកូនម៉ែគិតថាស្រីអេងវាមានឪពុកនៅមើលថែហើយមាននំចំណីហូបចុកគ្រប់គ្រាន់ឯចំណែកចៅផលនេះបានអ្នកណាគិតបើម៉ែមិនគិតពីគេនោះម៉ែឯងគិតតែអញ្ចឹងបានខូចក្មេងអស់ហើយនេះចៅគួយមកម៉ាលីទឹកចិត្តម្ដាយទឹកចិត្តរបស់ជីដូនណាគឺស្រឡាញ់ស្មើគ្នាជានិច្ចឯចៅផលនេះឪពុកម្ដាយគ្នានៅឆ្ងាយគ្នាត្រូវការភាពកក់ក្ដៅពីយើងដែលជាអ្នកទទួលគ្រប់គ្រងជំនួសឪពុកម្ដាយគេតែម៉ែនេះអូយខខ្លោចអស់ភ្លេចនៅលើចក្រានស្លាប់ហើយខ្លោចអស់ហើយមើលទៅម៉ាលីម៉ែដូចជានឹកចង់ត្រេកខននឹងយូរណាស់ហើយកូននេះនៅសល់អាមកង់នឹងដួសឲ្យម៉ែមកម៉ែហូបជាមួយចៅផលមិនដឹងស្អីទេម៉ែឃ្លានខុសរឿងខនឹងខ្ញុំຕົកទៅវត្តតាឃ្លានមើលតែក្មេងទៅហូបមិញសោះហ្នឹងតើកូនទៅវត្តជាមួយម៉ែបានផ្ទះស្អាតផងមានសួនច្បារសួនអីទៀតហើយនេះចៅអូលោកអ៊ំខ្ញុំជម្រាបសួរលើកដៃគាត់ជាបងថ្លៃខ្ញុំអូហើយនឹងគិតទៅវត្តចាគិតថាទៅវត្តលោកអ៊ំអញ្ជើញអង្គុយលេងសិនទៅព្រោះខ្ញុំប្រញាប់ទៅវត្តព្រោះខ្លាចហួសចង្ហាន់ទៅចោះក្មួយចាលោកអ៊ំជម្រាបសួរបងស្រីសិនម៉ែអើយលោកអ៊ំអញ្ជើញមកលេងអូណាបងអើយជម្រាបសួរអូមេដាទេអីចាចាអញ្ជើញអង្គុយលេងចាអរគុណហើយណាបងសុខសប្បាយទេអីចាសុខនឹងទុកធម្មតាទេមានស្រាប់មានអីហ្នឹងអញ្ជើញទៅវត្តអីចាខ្ញុំទៅវត្តប៉ុន្តែអ្នកបងអញ្ជើញទៅទេចាណែថ្ងៃនឹងកូនប្រសាខ្ញុំគេទៅហើយខត្រីយកទៅវត្តផងហើយក្លិនខគីនោះអ្នកអើយធំឈ្ងុយគួរឆ្ងាញ់ណាស់ហើយខ្ញុំនឹកចង់ក៏ច្បល់បាយហូបបន្តិចទៅអ្នកខ្ញុំក៏មានត្រីខដែរប៉ុន្តែខ្ញុំខជាមួយសាច់ជ្រូកអ្នកអញ្ជើញភ្លក់មើលអក្រៃលោត្រូវមាត់កុំអីនេះក្រែងយកមកហូបទៅវត្តតែអូខ្ញុំអត់ទៅទេខ្ញុំសុកចិត្តជជែកលេងជាមួយនឹងអ្នកហើយអ្នកក៏អញ្ជើញពិសាខ្ញុំក៏នៅជាមួយអ្នកដែរហៅគុណធាយកស្លាបព្រាយកអីមកកូនយកមកឆាប់ឡើងលោកអ៊ំទុកទៅវត្តទៅអ្នកអញ្ជើញពិសាចុះខ្ញុំអត់ទៅវត្តអីទេឥឡូវខ្ញុំជូនអ្នកពិសាណាអ្នកណានេះឆ្ងាញ់ណាស់ណែខ្ញុំខជាមួយនឹងសាច់ជ្រូកអ្នកអើយបើមិនប្រកាន់ទេអញ្ជើញពិសាជាមួយខ្ញុំតែម្ដងទៅអូចាអត់ទេខ្ញុំនៅកំដរអ្នកអន្តាអត់អីទេអ្នកដឹងទេខ្ញុំខដោយខ្លួនឯងណាចាហើយខ្ញុំដឹងថាអ្នកអញឆ្ងាញ់ណាស់ពិសាទៅចាខ្មាស់អៀនអីអញ្ជើញពិសាគុណធាអ៊ំចង់ផ្ដាំក្មួយថាមុននឹងធ្វើបុណ្យជាមួយនឹងព្រះនៅវត្តគឺត្រូវធ្វើបុណ្យជាមួយនឹងព្រះនៅផ្ទះសិនគឺឪពុកម្ដាយយើងនេះហើយជាព្រះរស់ជាអ្នកចិញ្ចឹមបីបាច់ថែរក្សាយើងជាអ្នកផ្ដល់កំណើតឲ្យយើងហើយឪពុកម្ដាយមានគុណធ្ងន់ណាស់គុណនេះមិនអាចកាត់ថ្លៃបានទេដូចនេះពេលដែលលោកចាស់ទៅលោកក៏ឃ្លានមិនខុសពីក្មេងទេអញ្ចឹងមុនយើងគិតពីអ្នកណាយើងគួរគិតពីគាត់មុនសិនទៅនោះគឺជាបុណ្យកុសលរបស់យើងហើយពាក្យចាស់លោកពោលថាធ្វើបុណ្យតាន់ខែភ្លឺណាក្មួយលោកអ៊ំមានប្រសាសន៍អញ្ចឹងត្រឹមត្រូវណាស់បងរិទ្ធមានលោកអ៊ំជាម្ដាយពិតជាសំណាងហើយថាអញ្ចឹងក៏បាន
ប៉ុន្តែមនុស្សយើងនេះណាច្រើនតែមិនសូវទទួលស្គាល់នៅអ្វីដែលខ្លួនកំពុងតែមានទេវាទាល់តែបាត់បង់ទៅទើបដឹងថាមានតម្លៃប៉ុណ្ណាឃើញគ្រួសារលោកអ៊ំសុខដុមគ្រប់បែបយ៉ាងខ្ញុំក៏សរសើរមែនទែនចង្គៀងផ្ទះអ្នកណាគឺវាភ្លឺផ្ទះអ្នកនោះហើយនិយាយអញ្ចឹងឪពុកក្មួយនៅណាអ៊ំដូចជាអត់ឃើញឪពុកខ្ញុំស្លាប់តាំងពីខ្ញុំទើបកើតមកម្ល៉េះហើយម្ដាយខ្ញុំគាត់ខំចិញ្ចឹមកូនព្រោះគាត់ជាស្រីមេម៉ាយមែនហើយក្មួយចិត្តម្ដាយគ្រប់រូបទោះបីជាក្រលំបាកយ៉ាងណាក៏មានចិត្តស្រឡាញ់កូនខំតស៊ូគ្រប់បែបយ៉ាងដើម្បីកូនតែកូនវិញមិនសូវជាយល់ចិត្តឪពុកម្ដាយប៉ុន្មានទេសប្តាហ៍ថ្ងៃនេះម្ដាយខ្ញុំខំតស៊ូលំបាកដើម្បីចិញ្ចឹមកូនខ្លាំងណាស់ហេតុដូច្នេះខ្ញុំខំប្រឹងរៀនព្រោះខ្ញុំមិនចង់ឲ្យគាត់លំបាកទៅថ្ងៃក្រោយទៀតក្មួយខំប្រឹងប្រែងយ៉ាងនេះជាការល្អណាស់ហើយក្មួយប្រកាសជាបានសម្រេចដោយបំណងនៅថ្ងៃអនាគតហើយដល់ពេលក្មួយមានគ្រួសារក្មួយនឹងក្លាយជាភរិយាដ៏ល្អក្លាយជាមាតាដ៏ល្អម្នាក់សុខចិត្តលះបង់គ្រប់បែបយ៉ាងដើម្បីប្តីដើម្បីកូនជួយដាស់តឿនកូនប្រុសអ៊ំផងព្រោះអ៊ំចង់ឃើញអនាគតកូនរុងរឿងអ៊ំនៅតែកូនប្រុសពៅម្នាក់នេះគត់ខ្លាចថាវាទៅខ្សែគប់មិត្តភក្តិខុសរហូតដល់ភ្លេចការរៀនសូត្រណាក្មួយបើបងរិទ្ធមិនកែប្រែចិត្តពីក្មួយទេក្មួយនឹងព្យាយាមគ្រប់យ៉ាងដើម្បីគាត់ល្អហើយអ៊ំជឿថាក្មួយពិតជាធ្វើបានព្រោះរិទ្ធគេស្រឡាញ់ក្មួយខ្លាំងណាស់ក្មួយដឹងទេបឹងនេះជាអនុស្សាវរីយ៍របស់អ៊ំហើយនឹងអ៊ំប្រុសរបស់ឯងកូនមានរឿងអីបានជាដើរចុះដើរឡើងមកឈប់សោះអញ្ចឹងម៉ែរត់ត្រូវគេចាប់បាត់ហើយរត់ត្រូវគេចាប់បាត់ហើយឬចង់មានរឿងអីកូនពីយប់មិញនេះរត់វាទៅស៊ីផឹកជាមួយមិត្តភក្តិរបស់វារហូតដល់ថ្នាក់ឆ្លោះចោះតែងគ្នាហើយនឹងផ្ទុះអាវុធទៀតផងបណ្ដាលឲ្យមនុស្សស្លាប់2នាក់ម៉ែរត់ក៏ពាក់ព័ន្ធក្នុងរឿងនេះដែររត់កូនម៉ែកូនអាចជួយប្អូនផងណាមិនអីទេម៉ែកុំពិបាកចិត្តពេកព្រឹកនេះកូនឡើងជឿនហោះហើយមួយអាទិត្យទៀតទៅត្រឡប់មកវិញឥឡូវម៉ែទៅពឹងបងប្រុសឲ្យគាត់ជួយទៅម៉ែណាម៉ែណាម៉ែដឹងទេអារិទ្ធវាទៅពាក់ព័ន្ធជាមួយបងតូចបងធំឥឡូវនេះវាមានការបាញ់បោះអញ្ចឹងទាំងអស់នេះមកពីវាមិនព្រមស្ដាប់ខ្ញុំសោះខ្ញុំប្រដៅឲ្យវារៀនសូត្រ